ba bon xâm hẹp ca cầm mẫn nhưng cái tha vía tay tầm miên này mình thấy dương còn ai ta ham quạt kia cầm mẫn bọc quạt đài trắng ấy thì dương ai thưa bán cái dương lực thực chất tay cái tiệp dương trắng dương hẹp có tha ok ở này cùng qua thì cầm mẫn on nâng trắng dương si diêm áp bị bọt luôn bao dương vừa ban là trắng hai na muối cầm mẫn on nâng phụ quát nâng bắt tới để ai mộng bà của do ai tham đẹp xây ba này hay biết để nhôm tay tầm vậy hẹp phụ quát cứ cùng qua pi sinh đấy nè đặt tay của đời sa ta vi chi chỉ vật bao dương bạn miêu bong bạn ở con trai bạn không cái nàyคือเจอกันวิธีไปได้บ้างngàyนี้คือการวิธีการประกวดชดhai tấc hay dương thưa nơi ăn tập toa mỏng chăm biết cái dương thưa outdoor បាទអរគុណណាស់បាទអញ្ចឹងឃើញថាសម្រាប់បេក្ខភាពទាំង Mr. Supra ហើយនិង Miss Supra គឺថាមកជួបជុំគ្នាបាទអញ្ចឹងនៅក្នុងថ្ងៃនេះសម្រាប់ការដាក់បន្ទុកបាទតើយើងដាក់បន្ទុកទៅលើរូបសម្រស់កាយវិការឬក៏ការបង្ហាញនៅបាទរូបរាងរបស់គាត់បាទនិយាយទៅទាំងអស់បងការដើរក៏យើងដាក់បន្ទុករូបរាងគាត់ក៏យើងដាក់បន្ទុកដូចជាការគាត់លេង style លេងអីតែគាត់មាន confidence បានឯ confidence ខ្លាំងអត់ទៅពេលគាត់ដើរអញ្ចឹងណាបងបាទបន្ទុកថ្ងៃហ្នឹងគឺយើងនឹងយកទៅបូកជាមួយនឹងបន្ទុកវគ្គផ្សេងអូបាទហើយអញ្ចឹងគឺថាសម្រាប់បេក្ខភាពមួយចំនួនគាត់ហាក់ដូចជាមិនសូវបានចាំកន្លែងដើរបាទអ្នកខ្លះក៏គាត់ដើរបានល្អបានអញ្ចឹងបន្ទុកគាត់គឺតាមហ្នឹងបាទបងបាទអរគុណណាស់បាទហើយសម្រាប់ការបញ្ចេញនៅភាពក្លាហានវិញបាទនោះគឺជាបន្ទុកដែរទេហ្នឹងក៏ជាបន្ទុកដែរបងបាទព្រោះធម្មតាការប្រកួតនីមួយយើងត្រូវតែមានចិត្តក្លាហានបាទបើសិនជាយើងចូលមករបៀប staster ឬមួយក៏យើងអៀនច្រើនគឺយើងពិបាកនឹងប្រកួតហើយក៏ពិបាកនឹងយកឈ្នះអ្នកផ្សេងដែរបាទអរគុណណាស់បាទអញ្ចឹងគឺថាសម្រាប់បេក្ខភាពទាំងបេក្ខជនទាំងបេក្ខនារីនៅក្នុងវគ្គនេះបាទតើបាទបងប្រុសយល់ឃើញថាតើមានការអភិវឌ្ឍច្រើនទេបាទនៅក្នុងចំណោមពួកគាត់បាទនិយាយទៅពេលដែលគាត់មកដាក់ពាក្យហើយនឹងមកដល់វគ្គហ្នឹងគឺឃើញថាពួកគាត់គឺផ្លាស់ប្ដូរច្រើនដូចថាគាត់បានបកហាត់ជាមួយនឹងខាងធីមយើងច្រើនតែពេលអញ្ចឹងទៅឥឡូវហ្នឹងការដើរឬមួយក៏ការលេង style របស់គាត់ហើយនិយាយទៅគឺពួកគាត់ confidence ជាងមុនច្រើនបាទអរគុណបងពាក់ព័ន្ធទៅនឹងបេក្ខភាពរបស់យើងគឺតាមមានបេក្ខភាពមួយចំនួនតាមអ្នកដែលគាត់ចូលរួមទស្សនាបាទគាត់បញ្ចេញយោបល់គាត់ថាមានបេក្ខភាពមួយចំនួនគឺគាត់មានរូបរាងស្រស់ស្អាតស្រស់សង្ហាហើយប៉ុន្តែតកតទៅនឹងវិចារបាទពាក្យសម្ដីរបស់គាត់ក្នុងការនិយាយស្ដីគាត់ហាក់ដូចជាមានកម្រិតបាទនៅស្ទើរនិយាយមិនបានច្រើនបាននិយាយបើអត់សូវក្លាហាននៅក្នុងការនិយាយបាទអញ្ចឹងសម្រាប់កម្មវិធីរបស់បងបាទតើយើងមានបាទជា short course ឬក៏វគ្គខ្លីណាមួយឬក៏មានវគ្គណាមួយដែលមានពេលវេលាណាមួយដែលយើងអាចនឹងបង្ហាត់បង្រៀនបន្ថែមសម្រាប់អ្នកដែលមានរូបសម្រស់ហើយបាទតែគាត់អត់សូវចេះនិយាយមិនបានច្រើនបាទមកនិយាយទៅនៅពេលដែលគាត់ចូលសម្ប្រាគឺដូចខ្ញុំប្រាប់ចឹងការ train គឺមិនយើងមិនត្រឹមតែការ train គាត់ដើរគឺយើងមាន train គាត់យើងមើលតាមជាក់ស្ដែងពីចំណុចខ្សោយរបស់បេក្ខភាពនីមួយហើយយើងនឹងប្រាប់គាត់ថាតើគាត់ខ្វះអីឬមួយក៏អ្នកខ្លះគាត់អត់ប្រកែកនិយាយអញ្ចឹងយើងប្រាប់គាត់ថាអូនណៃគួរតែព្យាយាមនិយាយហើយបើសិនជាអ្នកខ្លះគាត់ខ្សោយអំពីដូចថាការឆ្លើយសំណួរអីផ្សេងៗក៏យើងមានប្រវត្តិគាត់ដែរបងហើយឆាប់ហ្នឹងគឺខាង AB Studio យើង AB Global ក៏យើងនឹងមានបើកជាថ្នាក់បង្រៀន Academy បាទសម្រាប់ដូចថាបងប្អូនដែលមុនគាត់ចូលប្រកួតអញ្ចឹងគាត់ចង់មក train នៅកន្លែងយើងមុនបានន័យថាពេលដែលគាត់បាន train មុនអញ្ចឹងពេលដែលដល់ពេលដែលគាត់ដាក់ពាក្យចូលប្រកួតគឺគាត់នឹងយល់ដឹងពីការប្រកួតហ្មងអញ្ចឹងគាត់អត់មានភាពភ័យខ្លាចអញ្ចឹងគាត់ដឹងថាចូលប្រកួតគាត់ត្រូវត្រៀមអីគាត់នឹងជួបឲ្យគេខ្លះហើយតើការឆ្លើយសំណួរហ្នឹងការគេត្រូវឆ្លើយបែបណាការដើរអីផ្សេងនិយាយទៅគឺយើងមានបរិញ្ញាទាំងអស់ហ្មងអញ្ចឹងខ្ញុំគិតថានេះគឺជាចំណុចចាប់ផ្ដើមមួយសម្រាប់ប្រទេសកម្ពុជាយើងដែលយើងអាចអភិវឌ្ឍពួកគាត់អញ្ចឹងពេលដែលពួកគាត់ថ្ងៃក្រោយពេលដែលពួកគាត់រៀនពីយើងហើយពេលតែគាត់ចូលប្រកួតគាត់នឹងធ្វើបានល្អជាងនឹងបាទអរគុណណាស់បងពាក់ព័ន្ធទៅនឹងបាទរូបសម្រស់បាទក៏ដូចជាសមត្ថភាពរបស់បេក្ខជនរបស់យើងបាទបេក្ខនារីរបស់យើងបាទគឺយើងមិនដឹងអីពួកគាត់សឹងតែមានថាមិនសូវចាញ់ជាប្រមាណទេបាទប្រកែទាំងអស់គ្នាបាទប៉ុន្តែនៅលើបណ្ដាញសង្គមបាទដូចជាមានរឿងថាគេនិយាយតគ្នាណាមានការខមមិនតម្លាក់ទឹកចិត្តបំបាក់ទឹកចិត្តដល់បេក្ខភាពរបស់យើងបាទក្នុងនាមបងបាទជាម្ចាស់ស្ថាប័នតើបងមានវិធានការឬក៏ចំណាត់ការអ្វីខ្លះទេបាទសម្រាប់ការខមមិនបំបាក់ទឹកចិត្តទៅលើបេក្ខជនឬក៏បេក្ខភាពនៃ Supra National Cambodia 2026បាទ
ba bon xâm hẹp ca comment nhưng cái tha vía tayแต่មានអីប៉ុន្តែយើងក៏អត់អាចទៅហាមគាត់ពាក្យ comment របស់គាត់ដែរអញ្ចឹងអីដែលយើងអាចធ្វើបានគឺយើងលើកទឹកចិត្តបេក្ខភាពយើងអញ្ចឹងយើងប្រាប់គាត់ថាអូខេអានេះកុំខ្វល់ពី comment អស់ហ្នឹងអញ្ចឹងយើងព្យាយាមអភិវឌ្ឍខ្លួនរបស់យើងធ្វើឲ្យបានល្អអញ្ចឹងថ្ងៃណាមួយ comment អស់ហ្នឹងពួកគាត់នឹងបាត់ទៅតែឯងហ្មងបាទពួកយើងអាចហាមអ្នកផ្សេងបានទេហើយពាក្យដែលខ្ញុំតែងតែនិយាយប្រាប់ពួកគាត់គឺកុំខ្វល់ពីសម្ដីអ្នកដទៃព្រោះដោយសារតាវាជាជីវិតរបស់យើងបាទអញ្ចឹងពួកគាត់មិនមែនជាអ្នកមកកំណត់ជីវិតយើងទេអញ្ចឹងបានន័យថាយើងធ្វើអីដែលយើងចង់ធ្វើបើសិនជាយើងខ្វះកន្លែងណាយើងបំពេញកន្លែងហ្នឹងបាទ បាទអរគុណច្រើនបងបាទចុងក្រោយបងមានអ្វីចង់ប្រាំផ្ញើដល់បងប្អូនយើងអ្នកគ្រប់គ្រងបាទកម្មវិធី Soprano National Cambodia 2026ឬក៏បាទដល់បងដែលគាត់ចាប់អារម្មណ៍ក្នុងការដាក់ sponsor ជាមួយកម្មវិធីយើងបាទ បាទបងសម្រាប់ជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនបណ្ដា fan page អ្នកគ្រប់គ្រងទាំងអស់ដែលគាត់តែងតែគ្រប់គ្រងស្ថាប័ន Supra របស់យើងមិនថាយើងធ្វើ Supra ធ្វើកម្មវិធីអីផ្សេងក៏ដោយហើយអរគុណពួកគាត់មែនទែនដោយសារតែពេលខ្លះគឺយើងដឹងថាពួកយើងមានកំហុសឆ្គងប៉ុន្តែពួកគាត់គឺអត់ចាប់កំហុសយើងទេបាទបានន័យថាគាត់ skip ចោលអញ្ចឹងអរគុណពួកគាត់មែនទែនបាទដែលតែងតែគ្រប់គ្រងហើយសូមឲ្យពួកគាត់បន្តគ្រប់គ្រងទៀតដើម្បីយើងអាចបានថានេះជាចំណុចមួយទៅតា30ទៅ40% នៃស្ថាប័នយើងទេហើយដែលយើងចង់សម្រេចទៅថ្ងៃខាងមុខគឺវានៅវែងឆ្ងាយទៀតអញ្ចឹងទាំងអស់គ្នាគឺជាកម្លាំងចិត្តសម្រាប់ពួកយើងដែលយើងនឹងអាចបន្តដំណើរទៅមុខទាំងអស់គ្នាហើយក៏សូមសំណូមពរដល់ sponsor ទាំងអស់បើសិនជាគាត់ចង់ជួយដល់វិស័យមួយនេះចង់ជួយដល់វិស័យទេសចរវិស័យនានាគឺគាត់អាចចូលរួមជាមួយស្ថាប័នយើងបានដោយសារតែស្ថាប័នយើងគឺយើងមិនមែនផ្ដោតសំខាន់ទៅលើតែបបរកញ្ញាគឺយើងមានប្រម៉ូទអីផ្សេងដូចគ្នាអញ្ចឹងវាក៏ជាចំណែកមួយដែរអញ្ចឹងសូមសំណូមពរឲ្យ sponsor គាត់ជួយទាំងអស់គ្នាម្នាក់ម្ដាយជើងនិយាយទៅតិចក្តីច្រើនក្តីបាទចូលរួមទាំងអស់គ្នាអរគុណច្រើន បាទអរគុណច្រើន អរគុណបង